Bà xua sẽ đấy,នៅក្នុងវីដេអូនេះគឺយើងបន្តមេរៀនទី 7 ផ្ទៃក្រឡាបាទយើងចូលដល់ចំណុចដែលនិយាយពីផ្ទៃក្រឡានៃត្រីកោណបាទអញ្ចឹងនេះរូបត្រីកោណរបស់យើងបាទអញ្ចឹងត្រីកោណមានជ្រុង3ណាបាទបើសិនជាត្រីកោណនៅបែបនេះយើងចាត់ទុកជ្រុងក្រោមគេនេះជាគេប៉ុនជាបាតបាទហើយនេះចុចពណ៌ខៀវនេះវាជាកម្ពស់អញ្ចឹងកម្ពស់របស់ត្រីកោណគឺគេវាស់ចេញពីកម្ពូលនៅខាងលើនេះវាស់ធ្វើម៉េចឲ្យកែងនឹងបាតណាបាទអញ្ចឹងប្រវែងនេះគេហៅថាកម្ពស់នៃត្រីកោណអញ្ចឹងកាឡាផ្ទៃនៃត្រីកោណរូបមន្តវាគឺស្មើនឹងបាតគុណនឹងកម្ពស់ហើយចែកនឹង2អញ្ចឹងកាឡាផ្ទៃបើយើងតាំងដោយអក្សរ A ធំអញ្ចឹង A ត្រូវស្មើនឹង A នេះគឺប្រវែងបាតណាបងបាតគុណនឹងកម្ពស់តាំងដោយអក្សរ H ហើយចែកនឹង2បាទនេះរូបមន្តកាឡាផ្ទៃត្រីកោណចឹងយើងទៅមើលលំហាត់លេខ1នៅទំព័រ37លំហាត់ហ្នឹងមាន2សំណួរណាគេឲ្យរូបមកយើងគេឲ្យយើងគណនាផ្ទៃកាឡាបាទកហើយនឹងខឥឡូវយើងចាប់ផ្ដើមមើលកអញ្ចឹងរូបត្រីកោណគេឲ្យមកនេះបងគេប្រាប់ឲ្យប្រវែងជ្រុងបាទយើងឃើញថានេះខាងក្រោមនេះជ្រុងខាងក្រោមនេះយើងសន្មតថាវាជាបាតរបស់ត្រីកោណណាបងបាទត្រីកោណនេះយើងមានបាតស្មើនឹង 4.2 សង់ទីម៉ែត្រចំណែក5សង់ទីម៉ែត្រនេះយើងឃើញកន្លែងនេះគេដាក់សញ្ញាគេបងកែងអញ្ចឹងមានន័យថាវាស់ពីកម្ពូលនេះមកកែងនឹងបាតនេះគឺមានប្រវែង5សង់ទីម៉ែត្រអញ្ចឹងមានន័យថា5សង់ទីម៉ែត្រនេះជាអីរបស់ត្រីកោណនេះបងជាកម្ពស់ណាបាទអញ្ចឹងយើងស្គាល់បាតហើយយើងស្គាល់កម្ពស់អញ្ចឹងយើងអាចរកកាឡាផ្ទៃត្រីកោណបានតាមរូបមន្តនេះបងណា A ស្មើនឹងបាតគុណនឹងកម្ពស់ចែកនឹងបានបង2បាទអញ្ចឹងចំពោះកនេះយើងដាក់មក A ស្មើនឹងបាតរបស់យើងបាន4.2 គុណនឹងកម្ពស់គឺ5ហើយទាំងអស់នេះចែកនឹងបាន2ហើយយើងធ្វើប្រមាណវិធីបងធ្វើប្រមាណវិធីអញ្ចឹងកន្លែងនេះ 4.2 គុណនឹង5ហើយចែក2អញ្ចឹងយើងធ្វើឲ្យមុនយើងគុណមុនទៅណាបាទអញ្ចឹង 4.2 យើងគុណនឹង5បាទអញ្ចឹងយើងធ្វើប្រមាណវិធីកន្លែងនេះមក4.2 យើងគុណនឹង5បាទអញ្ចឹង5 2 ដង 10 សរសេរលេខ0ត្រាទុក1 5 4 ដង 20 20 បូក 1 បាន21កាត់ក្បៀសក្រោយក្បៀស1ខ្ទង់អញ្ចឹងយើងឃើញ21គត់មែនទេបង 21.0 អញ្ចឹងដោយសារក្រោយក្បៀសនេះវាជាលេខ0អញ្ចឹងយើងអាចកាត់ចោលបានគឺឃើញ21មែនទេបង21ណាហើយយើងយក21នោះទៅចែកនឹងបានបងចែកនឹង2អញ្ចឹង21ចែកនឹង2បាទកាត់ក្បៀស1ខ្ទង់មកដាក់បាន1 1 2 ដង 2 2 ដក 2 បាន0យើងតម្លាក់លេខ1ចុះចែកអត់កើតថែម0កន្លែងថែម0កន្លែងយើងដាក់មិនបងយើងដាក់0នេះហើយកាត់ក្បៀសណាបាទដាក់បានប៉ុន្មានដងបាន5ដងមែនទេបាទ7 ដង 10អញ្ចឹង10 ដក 10 ឃើញ0អញ្ចឹងមានន័យថាចម្លើយរបស់យើងគឺឃើញប្រមាណនេះ 10.5 គេឲ្យមកសង់ទីម៉ែត្រអញ្ចឹងផ្ទៃក្រឡារបស់យើងគឺត្រូវគិតជាសង់ទីម៉ែត្រលើកជាការ៉េបាទយើងមើលសំណួរខរូបទី2របស់យើងរូបទី2របស់យើងគេឲ្យត្រីកោណមកដូចគ្នាហើយត្រីកោណនោះយើងស្គាល់ប្រវែងបាតរបស់វាគឺ10សង់ទីម៉ែត្រនេះប្រវែងបាតគិតពីនេះដល់នេះអញ្ចឹងកម្ពស់គិតចាប់ពីកម្ពូលនេះមកកែងជាមួយនឹងបាតនេះគឺមានប្រវែង8សង់ទីម៉ែត្រអញ្ចឹងយើងអាចរកកាឡាផ្ទៃវាបានហើយអញ្ចឹង A កាឡាផ្ទៃនេះស្មើនឹងបាតរបស់យើងគឺ10សង់ទីម៉ែត្រណាបង10គុណនឹងកម្ពស់គឺប៉ុន្មានបង8ហើយចែកនឹងប៉ុន្មានបងចែកនឹង2លេខនេះជាលេខងាយគិតទេអញ្ចឹងអត់បាក់ធ្វើម៉ានធីក៏បានដែរបងណា10គុណនឹង8គឺ80មែនទេ80ចែកនឹង2អញ្ចឹង80ចែក2គឺឃើញប៉ុន្មានបងឃើញ40គិតជាអីសង់ទីម៉ែត្រការ៉េបើអញ្ចឹងលំហាត់លេខ1នេះអត់មានអីពិបាកទេបងដោយសាររូបរបស់យើងគេឲ្យមកនេះគឺជារូបត្រីកោណដែលគេប្រាប់បាតប្រាប់កម្ពស់ស្រេចអីគឺយើងគ្រាន់តែអនុវត្តរូបមន្តហើយកណនាបាទអរគុណច្រើន